បងប្អូនថ្ងៃនេះយើងមានមកជួបព្រៃមន់ស្រែកសាំងទាំងសម្បកបាទកសាំងទាំងសម្បកបងប្អូនណាកសាំងទាំងសម្បកនេះបងប្អូនបាទអញ្ចឹងមកជួបព្រៃមន់ស្រែយើងប្រើកសាំងនេះគឺកសាំងទាំងសម្បកតែម្ដងហើយនេះប្រហុកបងប្អូនបាទនោះមានគ្រឿងរបស់យើងអញ្ចឹងយើងចាប់ផ្ដើមលីងបាទយើងចាប់ផ្ដើមលីងលក្រីបងប្អូនលក្រីលក្រូចខ្ទឹមសដែលរបស់យើងឲ្យវាឈ្ងុយបងប្អូនចាំដាក់ចូលឥឡូវយើងលីងគ្រឿងរបស់យើងឲ្យឈ្ងុយក៏យើងបន្ថែមប្រហុកចូលបាទដើម្បីយកឲ្យជារសបាទយកប្រហុកដើម្បីមកលីងជាមួយអូឈ្ងុយល្អបាទអញ្ចឹងមកជួបព្រៃគឺយើងឡបែបអញ្ចឹងវាអត់ទៅឆ្អើបងប្អូនបាទយើងលីងគ្រឿងលក្រីលក្រូចដែងខ្ទឹមសឲ្យឈ្ងុយដាក់ប្រហុកចូលណាបងប្អូនបាទដាក់ប្រហុកចូលហើយចាំដល់ពេលដែលប្រហុកវារៀងឈ្ងុយហើយចាំយើងដាក់សាច់យកមកលីងជាមួយបងប្អូនបាទយើងលីងសាច់ជាមួយអញ្ចឹងឥឡូវរបស់យើងច្រឡំឥឡូវរបស់យើងនិយាយចេះខុសបាទឥឡូវចុងភៅយើងបាទចុងភៅហ្នឹងក៏បោះយើងក៏បោះចុងភៅវាដូចតែគ្នាណាបងប្អូនអញ្ចឹងគេប្រើលីងគ្រឿងឲ្យឈ្ងុយហើយក៏យកសាច់មិនណាយកសាច់មិនស្រែបន្លែស្រស់ដាក់ធីងរបស់យើងនេះមកលីងបាទមន់ស្រែបន្លែស្រស់ណាបងប្អូននេះយើងចាប់ផ្ដើមចាក់មន់ស្រែរបស់យើងចូលទៅក្នុងឆ្នាំងបងប្អូនបាទចាក់មន់ស្រែចូលទៅក្នុងឆ្នាំងនេះបងប្អូនអូបាទឡើងមកកប់សេរីហ្មងបាទអញ្ចឹងយើងលីងវាឲ្យដាច់ទឹកព្រៃបងប្អូនបាទចាំយើងដាក់ទឹកចូលណាបាទលេងវាសិនណាលេងបន្ទុះសិនណាបាទតាមបងប្អូនបន្ទាប់ពីយើងលំងើសមិនរបស់យើងឲ្យដាច់ទឹកព្រៃមកបន្ទុះហើយឥឡូវយើងចាប់ផ្ដើមវាយគ្រឿងចូលបងប្អូនបាទនេះរ៉ូឌីបាទយើងចាប់ផ្ដើមវាយគ្រឿងចូលមានរ៉ូឌីមានអំបិលបាទហើយមានប៊ីចេងបន្តិចទៅអញ្ចឹងគឺថាសាច់មិនរបស់យើងវារៀងណែដាច់ទឹកព្រៃអស់ហើយបងប្អូនមើលទៅយើងខ្មួយណាមួយហើយអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងអីវាយគ្រឿងចូលរួចឥឡូវដាក់កសាំងនេះដាក់ទាំងសម្បកតែម្ដងបងប្អូនអូយបាទចឹងបងប្អូនអាចសាកបានណារសជាតិកសាំងទាំងសម្បកហើយបន្ទាប់មកបន្លែរបស់យើងក៏យើងដាក់ឲ្យទៅបាទបន្លែយើងអត់ទាន់ដាក់ណែព្រឹកទេបងប្អូនដាក់តែត្រប់មូលសិនទៅបាទត្រប់ស្រួយសិនទៅបាទដាក់ត្រប់ស្រួយសិនទៅបាទត្រប់នេះស្ទើបន្តិចណាស្ទើបន្តិចសាច់ច្រើនជាងបន្លែមកហូបមុខនេះបាទចឹងឥឡូវយើងដាក់គ្រឿងចូលបងប្អូនបាទដាក់គ្រឿងចូលហើយបន្ទាប់មកក៏ចង់ភៅយើងចាប់ផ្ដើមកោវាមកសន្ទុះបាទដើម្បីឲ្យវាចូលជាតិគ្នាបងប្អូនបាទដើម្បីវាចូលជាតិគ្នាទៅហើយក៏យើងចាក់ទឹកចូលបាទទឹកជាយើងហ្នឹងបាទទឹកជាយើងហ្នឹងបងប្អូនណាទឹកជាយើងហ្នឹងបាទទឹកជាយើងហ្នឹងចាក់មកលិចសាច់ទៅកុំចាក់ដេញច្រើនពេកបាទកុំចាក់ច្រើនពេកមកល្មមមកលិចសាច់ពីព្រោះអានេះយើងមិនត្រូវការរងើសអីដូចគោដូចកបីដូចប៉ប៉េតម្រៃសែទេបងប្អូនណាមុននេះវាមិនសូវជាណែស្វាត់ប្រហែលទេត្រូវទេចង់ភៅបាទអូមិនស្រែស្វាត់ដែរអូខេបងប្អូនមិនស្រែស្វាត់ដែរណាតាក់ទិញនោះនៅលើនោះមាននោះមួយទៀតបងប្អូនបាទអានេះតុកហូបបបបងប្អូនបាទបងស្គាល់ទេអានេះស្អីគេបាទអានេះយើងហៅថាត្រីងៀតបាទត្រីងៀតធម្មជាតិត្រីងៀតស្រែរបស់គេទេមិនមែនរបស់ខ្ញុំទេបាទបងប្អូនរូបពិតសម្លេចពិតចេញមកម្ដងណាអញ្ចឹងសម្លរបស់យើងគួរមើលវ៉ាស្ទើរឲ្យថែមថយខ្លួនឯងជាតិអញ្ចឹងយើងថែមមកនេះបងប្អូនអីគេស្អីណែមកមើលចិត្តបន្តិចទីដៃនាងថែមបន្តិចហើយដោយសារវានឹងស្ទើជូរអញ្ចឹងនេះថែមចាំទៅលើកសាំងស្ទើបងប្អូនកសាំងស្ទើអញ្ចឹងមានផ្កា7ត្រួយ7ថែមដើម្បីយកជាតិជូរបងប្អូនបាទព្រោះកសាំងវាស្ទើអញ្ចឹងមានតែយើងថែមឡប់7ត្រួយ7ថែមមកឥឡូវក៏វាបន្តិចទៅបាទបងប្អូនសាច់មានលំណាបងប្អូននេះអត់ទើសចារងើយផាយទៅប៉ុណ្ណាគឺថាកប់សេរីហើយម្ទេសនេះថែមម្ទេសបាទគ្រប់ទុកសិនបងប្អូនសន្ទុះផ្លឹបបងប្អូនឥឡូវសាឡឆ្អិនហើយបងប្អូនអញ្ចឹងយើងដាក់គ្រឿងឈ្នះចូលបងប្អូនអូអានេះអស់ទើសអាយណែបងប្អូនសាឡមកជូរព្រៃក៏ដោយមកជូរព្រៃណាមកជូរនេះគឺថាដាក់អានេះគឺថាជាតិណាស់បងប្អូនស្អីគេនេះចាស្ដីគេនេះមើលកោមើលសាច់ទីមើលលយអត់បងប្អូនអានេះយើងមករើសព្រៅអត់មិនបានបងប្អូនណាអត់មិនបានទេបងប្អូនឲ្យម្ទេសហឺទៀតយោនេះបងប្អូនវ៉ាដឹងអាជាតិបងប្អូនបាទអានេះនិយាយឲ្យទៅមើលជូបងប្អូនបាទអញ្ចឹងឆ្អិននៅបងប្អូនឆ្អិនហើយយកពៅភ្លុកទៅបាទគឺថាឆ្ងាញ់ហើយពីព្រោះវាសំខាន់នឹងអាសាឡនេះសំខាន់នឹងមើលរើសព្រៅនេះអីបងប្អូនអត់មើលរើសព្រៅទេគឺ7ហើយបាទអត់មើលព្រៃទេគឺ7ហើយមិនអីគ្រប់យ៉ាងរៀបរយហ៎លយហ៎អូខេបងប្អូនគឺថាដល់ម៉ោងបាយណាបាទដឹងផ្កាប់ឆ្នាំងទៅណា